ជាការពិតណាស់នេះជាការពន្យល់អំពី RAM ជាភាសាខ្មែរ RAM គឺជាអក្សរកាត់ពី Random Access Memory វាគឺជាប្រភេទអង្គចងចាំឬអង្គចងចាំចម្បងនៅក្នុងកុំព្យូទ័រទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតអ្នកអាចយល់ពី RAM ដោយសារមិញតាមរយៈគំនិតខាងក្រោម 1. RAM គឺជាកតុធ្វើការរបស់កុំព្យូទ័រគិតថាកុំព្យូទ័ររបស់អ្នកគឺជាការិយាល័យមួយថា Suite Hard Disk គឺជាធុងរក្សាទុកឯកសារដែលអ្នករក្សាទុកឯកសារនិងកម្មវិធីទាំងអស់ជាអចិន្ត្រៃយ៍ RAM វិញគឺជាធ្វើការធំដែលអ្នកដាក់ឯកសារដែលកំពុងប្រើប្រាស់នៅលើវាទៅធ្វើការកាន់តែធំ RAM កាន់តែច្រើនអ្នកកាន់តែអាចដាក់ឯកសារបានច្រើនហើយធ្វើការបានលឿន 2. តួនាទីចម្បងរបស់ RAM ផ្ទុកទិន្នន័យបណ្ដោះអាសន្ន RAM រក្សាទុកទិន្នន័យដែលកំពុងត្រូវបានប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Windows, MacOS, Android, iOS និងកម្មវិធីផ្សេងដូចជា Chrome, Photoshop, Word ល្បែងឲ្យដំណើរការអានយកទិន្នន័យយ៉ាងរហ័សដោយសារវាជាអង្គចងចាំអគ្គិសនីកុំព្យូទ័រអាចអាននិងសរសេរទិន្នន័យលើ RAM លឿនជាងថា Suite Headset រាប់ពាន់ដងនេះធ្វើឲ្យការបើកកម្មវិធីបដូរទៅរវាងកម្មវិធីផ្សេងនិងដំណើរការទិន្នន័យកើតឡើងបានយ៉ាងរហ័ស 3. លក្ខណៈពិសេសរបស់ RAM ល្បឿនខ្ពស់វាលឿនជាងថាសរក្សាទិន្នន័យធម្មតាបណ្ដោះអាសន្នទិន្នន័យនៅលើ RAM នឹងបាត់អស់ភ្លាមនៅពេលអ្នកបិទជ្រុលអគ្គិសនីបិទកុំព្យូទ័រនេះជាមូលហេតុដែលអ្នកត្រូវរក្សាទុកការងាររបស់អ្នក Save ទៅលើថា Suite មុនពេលបិទកម្មវិធី 4. តើ RAM ច្រើនមានន័យដូចម្ដេច RAM កាន់តែច្រើន 15 1GB ជាង 4GB កុំព្យូទ័ររបស់អ្នកកាន់តែអាចបើកកម្មវិធីច្រើនក្នុងពេលតែមួយ Multitasking ដោយមិនយឺតដំណើរការល្បែងធំឬកម្មវិធីកែរូបភាពវីដេអូបានប្រើប្រាស់កម្មវិធីបានរហ័សនិងឆាប់រហ័សជាងមុនសង្ខេប RAM គឺជាអង្គចងចាំបណ្ដោះអាសន្នដែលលឿនខ្លាំងវាដើរតួជាធ្វើការសម្រាប់កុំព្យូទ័រដែលផ្ទុករាល់អ្វីដែលកំពុងដំណើរការដើម្បីឲ្យ CPU ខួរក្បាលកុំព្យូទ័រអាចចូលប្រើប្រាស់បានភ្លាមការមាន RAM ច្រើននិងលឿននឹងធ្វើឲ្យប្រសិទ្ធភាពកុំព្យូទ័រកាន់តែលឿននិងរលូន